បិសាចទឹកសិនទៅខ្ញុំអាណិតណាស់ប្រឹងប្រុសតែបើថាចៅយកសង្សារឬយកប្តីណាយាយដឹងតែដើរត្រុយតែម្ដងចំសំបីតពងក៏អត់ចេះជៀនការរួចបាយទឹកត្រីញិចម្ទេសឲ្យមើលទៅរឿងបំពេញបំណងជ័យនៅចប់របងផ្ទះដែលមានដាំផ្កាជាការលំអខណៈដែលអ្នកនៅក្នុងផ្ទះនេះក៏បានទាញទយោដើម្បីបាញ់ទឹកលើផ្កាតែចៃដន្យបែរជាបាញ់ទឹកត្រូវទាំងអ្នកដែលកំពុងតែឈរក្បែរម៉ូតូនិយាយគ្នានោះដូចគ្នា មេឃភ្លៀងមែនទេតែហេតុអីក៏បើកថ្ងៃក្តៅចេះអញ្ចឹងនោះអ្នកណាបាញ់ទឹកមកពីក្នុងមែនទេម្ចាស់ផ្ទះជាអ្នកបាញ់ទឹកមកពីក្នុងមែនទេសើមខ្ញុំអស់ហើយមុនបាញ់ទឹកដាក់ផ្កាមានសង្កេតមើលខ្ញុំដែរទេខ្ញុំឈរនៅក្រៅផ្ទះនេះមនុស្សប៉ុណ្ណាប៉ុណ្ណៃមិនក៏មើលមិនឃើញមកញ៉ាច់ស្អីនៅមុខផ្ទះរបស់ខ្ញុំអញ្ចឹងអ្នកណាចង់មានរឿងអីជាមួយខ្ញុំមែនទេឆាប់ចេញមុខមកកុំបានតែស្រែកលោឡាអត់អំពើអញ្ចឹងអីណាអ្នកណាគេឆាប់ចេញមុខមកចេញឲ្យលឿនឡើងមកខ្ញុំនៅមុខនេះបើកភ្នែកមើលឃើញដែរទេថាមនុស្សមិនមែនខ្មោចទេមិនក៏មើលមិនឃើញអញ្ចឹងខ្ញុំនេះវាហួសចិត្តដែលសុកត្រូវគេបាញ់ទឹកដាក់អញ្ចឹងគិតទៅមើលមនុស្សកំពុងតែឈរនិយាយទូរស័ព្ទសុកស្រាប់តែគេបាញ់ទឹកដាក់ដូច្នេះវាមួម៉ៅតិចអីចាញ់ពីក្នុងផ្ទះហើយមកនិយាយគ្នាសុំទោសភ្លាមទៅកុំឲ្យខ្ញុំចូលទៅដល់ក្នុងផ្ទះហើយរករឿងតន់ខ្ញុំមិនចូលចិត្តឆ្លោះជាមួយមនុស្សស្រីទេតែបើមកធ្វើដូច្នេះដាក់ខ្ញុំក្តៅកាហាយណាស់ខ្ញុំនិយាយតាមសម្រួលប៉ុណ្ណឹងហើយនៅតែមិនចេះខ្លាចរឯងចិត្តខ្ញុំទៀតជាក្មេងទៅតែកើតពីម្សិលមួយថ្ងៃសោះតែឆ្លើយណាស់ខ្ញុំអត់មិនបានឥឡូវហើយបើនិយាយទៅមិនតមាត់អីសោះដឹងឬក៏អត់ថាខ្ញុំនិយាយម្នាក់ឯងវាហត់ហើយគេអាចថាខ្ញុំវាឈួតដែរចេញមកជម្រាបបញ្ជីជាមួយខ្ញុំមកមុនខ្ញុំចូលទៅដល់ក្នុងផ្ទះរបស់ឯងក្មេងទេតែនិយាយទៅគេធ្វើរឹកលង្ហំដាក់មកយើងវិញចាំបន្តិចខ្ញុំទៅយកទឹកសុទ្ធមកទៅឲ្យពិសាសិនស្ងួតកខ្លាំងហើយមកទៅនោះបាននិយាយញ៉ាច់យ៉ាងនេះឲ្យសមមុខចោះចាំខ្ញុំទៅយកទឹកឲ្យណាចាំតែមួយផ្លេតទេថារួចហើយនាងក៏បានចូលទៅក្នុងផ្ទះវិញស្ងួតកមែនតាប្រឹងនិយាយចង់ឡើងទៅសៃកអស់ទៅហើយបើមិនយកទឹកមកឲ្យផឹកទៀតវាដូចជាដាច់ចិត្តពេកហើយស្របពេលជាមួយគ្នានោះសថាក៏បានយកទឹកមួយដបមកឲ្យអ្នកកំឡោពិសាទឹកសិនទៅខ្ញុំអាណិតណាស់ប្រឹងប្រុសច្រឡំមាត់សុំទោសណាប្រឹងនិយាយច្រើនដល់ថ្នាក់និយាយឡើងលេងចង់ស្ដាប់បានខ្ញុំយកចិត្តទុកដាក់ជាមួយអ្នកដំណើរដែលមកកាត់ផ្ទះខ្ញុំបើយកចិត្តទុកដាក់ជាមួយមែនមិនបាញ់ទឹកមកលើខ្ញុំទេគិតតែខ្ញុំជឿមែនមនុស្សនៅចងងោធ្វើដូចជាខ្ញុំមនុស្សអរូបដែលគ្មានរូបរាងអីសោះនៅទីនេះតែក៏អរគុណសម្រាប់ទឹកម្ដបនេះចាមិនអីទេចេញពិសាទឹកឲ្យឆ្ងាញ់ចុះខ្ញុំអាចយល់បានមិនដឹងជាប្រពន្ធកូនគិតយ៉ាងណាទេបើមេគ្រួសារពូកែនិយាយច្រើនដល់ថ្នាក់នេះពេកអីនោះធុញស្លាប់ហើយមកទៅខ្ញុំមិនទាន់មានប្រពន្ធកូនទេខ្ញុំនៅលីវមើលតែឯងជាក្មេងដែលទៅបង្កើតពេលម្សិលមិញនេះទេទៅមិនដឹងខ្យល់អីដូចនេះនោះបើជាក្មេងដែលទៅតែកើតពេលម្សិលមិញមែនខ្ញុំដេកនៅក្នុងដៃម៉ែខ្ញុំស្រែកអង្ងាបាត់ទៅហើយមិនបាននៅឈរចំពោះលោកបងចាស់អញ្ចឹងទេតាំងខ្លួនឯងជាមនុស្សចាស់ណាស់តាមខ្ញុំគិតទៅអាយុមិនទាន់30នៅឡើយទេតែចូលចិត្តហៅអ្នកដតីជាក្មេងពីម្សិលមួយថ្ងៃការដែលខ្ញុំហៅដូច្នេះក៏ព្រោះតែឯងមិនទាន់ចេះដឹងខុសត្រូវមិនដឹងមនុស្សចាស់វាប្រៀបបីដូចជាកូនង៉ែតអញ្ចឹងតែកូនង៉ែតមិនដឹងខ្យល់អីទេខុសអាចលើកលែងដោយមិនចាំបាច់គិតពិចារណាតែកូនង៉ែតដូចជាមិនបានធ្វើអីខុសផងនៅតែក្នុងដៃម្ដាយគ្មានពេលក្រោកមកតតាំងសាំងកំហុសរោគរឿងអ្នកណាទេតែមនុស្សខ្លះកញ្ចាស់ក្បាលហើយតែធ្វើចរិតក្មេងបៀមដៃសុតសាតចូលចិត្តសាំងកំហុសគ្រប់មជ្ឈដ្ឋានដែលខ្លួនអាចទៅដល់ហើយតាំងធ្វើលេលើដូចខ្លួនឯងមិនបានធ្វើអីខុសសោះនឹងហើយដែលគេហៅតែក្មេងពីម្សិលមួយថ្ងៃមិនទាន់ជ្រុះអាចក្បៃអស់ពីក្បាលហ្នឹងតែក្មេងអញ្ចឹងលើកលែងហើយនៅតែសាំងកំហុសច្រំដាល់កែម្លងទេឌៀនស្រស់ហ្មងខ្ញុំចូលផ្ទះវិញហើយមិនឈរឲ្យនៅឌៀនអញ្ចឹងទៀតទេនិយាយហើយនាងក៏បានចូលទៅក្នុងផ្ទះវិញខ្ញុំនិយាយតែប៉ុណ្ណឹងសោះរត់ទៅបានខ្ញុំស្ដីបដៅឲ្យល្អតែមិនចូលចិត្តស្ដាប់ទេដូលីជិះម៉ូតូចាស់ចេញទៅដូចគ្នានៅក្នុងផ្ទះដែលមានយាយចាស់ឈរសម្រាកនៅលើគ្រែដោយមានកូននៅមើលថែយកចិត្តទុកដាក់ម៉ែប្រសាបបមួយម៉ាត់ទៀតទៅដើម្បីឲ្យមានកម្លាំងផងរួចហើយចាំម៉ែសម្រាកម៉ែហូបលេងទៅរួចហើយវាឆ្អែតពេកហើយណាដាក់ទៀតមិនបានទេម៉ែឈប់ហូបហើយណាកូនខ្ញុំថាម៉ែគួរតែពិសាពី3ម៉ាត់ទៀតទៅខ្ញុំនឹងលេងបង្ខំហើយ
មិនបាច់បខំទៀតទេម៉ែទៅលេងរួចពិតមែនណាកូនប្រុសណែចៅស្រីរបស់ម៉ែនៅឯណាទៅម៉ែចង់ជជែកជាមួយចៅស្រីរបស់ម៉ែបន្តិច ប្រហែលជានៅស្រោចទឹកផ្កាទើបមិនឃើញមករកម៉ែចាំខ្ញុំទៅហៅមកឲ្យម៉ែ ស្របពេលជាមួយគ្នានោះសថាក៏បានចូលមកដល់ល្មមខ្ញុំមកដល់ហើយមិនចាំបាច់ពុកទៅតាមទេយាយហូបបបរទៀតឬអត់នឹងខ្ញុំទៅដួសបបរជូនយាយពិសាណាយាយឆ្អែតហើយហូបទៀតមិនរួចទេអាចបែកពោះយាយហើយបើសិនជានៅបន្តហូបឥតឈប់ឈរអញ្ចឹងនោះ កូនឯងទៅជជែកលេងជាមួយយាយចុះពុកទៅធ្វើម្ហូប ចាប់ពកអ្នកជាឪពុកក៏បានចាក់ចេញទៅបន្ទប់របស់ខ្លួនមិនហើយចៅមានសង្សារឬនៅនឹងអាចណែនាំយកមកឲ្យយាយបានស្គាល់ដែរទេយាយចង់ឃើញចៅមានគូមុនពេលដែលយាយបិទភ្នែកចូលរណ្ដៅយាយក៏មានប្រសាសន៍អញ្ចឹងយាយអាចនៅមើលថែចទួតទៀតណាពេលបន្តិចទៀតយាយនឹងជាអាចដើរវិញបានហើយយាយចង់ឲ្យចៅឆាប់មានសង្សារគ្រាន់បាននិយាយទូរស័ព្ទញ៉ាយគ្នាឲ្យយាយបានស្ដាប់ដែរយាយខ្ញុំមិនយកទេសង្សារនោះខ្លាចត្រូវគេបោកប្រាស់មកលើខ្ញុំខ្លាំងណាស់ចឹងមិនមានភ្នែកទឹកមើលធ្លុះជ្រៅសោះក្នុងជំរឿចិត្តរបស់គេនោះទេហើយខ្ញុំក៏មិនចង់ជួបដែរប្រភេទមនុស្សអញ្ចឹងនោះយកមកនាំទៅវេទនាសម្រាប់ខ្លួនឯងតែប៉ុណ្ណោះហើយស្រេចនៅលើចៅឯងគិតទេអញ្ចឹងនោះចាយាយតែបើថាចៅយកសង្សារឬយកប្តីណាយាយដឹងតែដើរត្រុយតែម្ដងជួនកាលវាអាចជាថ្នាំមួយដែលស័ក្តិសិទ្ធិសម្រាប់មនុស្សចាស់ព្រោះវាអាចជាក្តីរំភើបផងលាបញ្ចូលគ្នាចេះតែបង្កប់ចៅឲ្យយកសង្សារយកប្តីដើម្បីជាពីជំងឺទៀតយាយហើយព្រោះវាជាការពិតណាចៅចាយាយខ្ញុំនឹងរកសង្សារដើម្បីមកណែនាំឲ្យយាយបានស្គាល់ចៅយាយឆ្លាតដល់ហើយព្យាយាមឡើងណាចៅចាំយាយជួយលើកទឹកចិត្តដល់ចៅចោះចាអរគុណហើយណាយាយដូលីមកដល់ផ្ទះភ្លាមអង្គុយចុចទូរស័ព្ទធ្វើប្រងើយឪពុកដែលមកឃើញក៏បានបន្លឺឡើងពីក្រោយកូនប្រុស អញ្ចឹងមែនអត់ចេះទំនេរសោះទូរស័ព្ទវាចុចគ្រប់ពេលគ្រប់វេលាមិនដឹងថាវាចុចស្អីខ្លះមកដល់ផ្ទះគិតទៅពីចុចអញ្ចឹងហ្មងអាកូនអើយតើពេលណាទើបកូនឯងអាចសម្រាកភ្នែកពីទូរស័ព្ទបានខ្លះកុំចេះតែចុចពេកភ្នែកនឹងប្រយ័ត្នយកទៅឲ្យពេទ្យគេដេបាក់ចេញម្ដងទៅបើនៅតែប្រាប់មិនស្ដាប់អញ្ចឹងនោះអាយុជាង20ទៅហើយតែឪនិយាយទៅនិយាយពីថាឆ្ងោកអត់ព្រមដកភ្នែកឯងធ្វើចរិតត្រឹមត្រូវឲ្យស័ក្តិសមជាមួយអាយុផងពេលឪនិយាយត្រូវចេះស្ដាប់ចេះក្រែងចិត្តឪតែមិនស្ដាប់ធៀងកទួតទម្រាបលើខ្នងហើយពងខ្ញុំទៅតែមកដល់ផ្ទះមិញនេះទេខ្ញុំក៏ទៅតែចាញ់ពីធ្វើការដូចគ្នាដែរតើពងខ្ញុំមកដល់ផ្ទះសុំអង្គុយលេងមកសន្ទុះសិនបានទេពងគិតតែអង្គុយទៅការងារក្នុងផ្ទះមានផ្សេងទៀតមិនជួយធ្វើទេឲ្យតែឪជាអ្នកធ្វើខ្លួនឯងគិតស្អីបានជាអត់ចេះអាណិតឪសោះអញ្ចឹងនោះយើងបើដឹងតែមានកូនអញ្ចឹងច្បាច់ច្មោះឲ្យវាឲ្យចេតរយតាំងពីតូចមកហើយប្រើអីក៏មិនបានដូចចិត្តដែរហត់មាត់ជាងធ្វើខ្លួនឯងទៅទៀតកូនប្រភេទស្អីទេវេទនានិយាយវេទនាប្រើណាត្រូវមាត់ទៀតឲ្យខ្ញុំបានខ្ញុំដឹងឲ្យពងខ្ញុំទៅងូតទឹករួចយកខោអាវខ្ញុំទៅបោកពុកត្រូវការប្រើអីទៀតដែរទេខ្ញុំនឹងធ្វើឲ្យរួចស្រេចទាំងអស់តែម្ដងឪខ្វះលុយ 100000 ឲ្យឪខ្ចី 100000 សិនមកកូនឪយកទៅទិញសាប៊ូបដោះសក់ព្រោះអីសក់វាចេះតែជ្រុះទៅហើយមិនចេះនៅគង់ជាមួយឪទេឪមិនចង់ឲ្យវាជ្រុះអាលីងតងោលពីក្បាលលងស្រិលទេកូនការពិតគឺបែបហ្នឹងទេអីឪចាំខ្ញុំឲ្យមិនបាច់បារម្ភទេនិយាយតាមត្រង់មកអត់និយាយសោះហ្មងតលតែបានដៀលកូនសិនទៅអាចនិយាយចេញមកបានឪមិនបានតែដៀលកូនទេឪនិយាយឲ្យកូនដឹងថាការលេងទូរស័ព្ទច្រើនម៉ោងពេកក្នុងមួយថ្ងៃវាអាចប៉ះពាល់ដល់ភ្នែកយើងហើយនឹងសុខភាពយើងដូចគ្នាដែរកូនយល់ពីអ្វីដែលឪប្រាប់ឬក៏អត់កូនបានខ្ញុំយល់ហើយចាំខ្ញុំជូនលុយពុកយកទៅទិញសាប៊ូបដោះសក់ចុះព្រោះឃើញសក់ពុកកាន់តែតិចទៅមែនតើពីមួយថ្ងៃឈានទៅមួយថ្ងៃអរគុណហើយកូនប្រុសទៅងូតទឹកទៅកូនខោអាវចាំឪបោកឲ្យក៏បានដាក់ក្នុងម៉ាស៊ីនតែមួយផ្លេតរួចហើយមិនបាច់អីពិបាកដល់កូនទេឪធ្វើឲ្យបានណាបានអរគុណហើយឪដូលីចាក់ចេញទៅបន្ទប់របស់គេតែប៉ុណ្ណេះដឹងគ្នាហើយអាអូនអញប្រកែកជ្រុះហីសឹងតែទៅពេកក្បាលយើងទៅហើយយើងនឹងសងសឹកឯងវិញ
នៅថ្ងៃបន្ទាប់សថាចេញដំណើរពីផ្ទះដោយជិះម៉ូតូបំរុងឆ្លងផ្លូវតែក៏មានរថយន្តជិះមកបុកពីក្រោយតែម្ដងហើយទាំងព្រឹកតែម្ដងជិះមកពីក្រោយអត់មើលទេអីហ៎ចេះសំណាងហើយថ្មនេះមិនតន់មានឡានម៉ូតូច្រើនកុំអីបើមានឡានផ្សេងទៀតបើកមកណាខ្ញុំចាប់មិនខានទេម្ចាស់ឡានលើមនុស្សហើយដែរទេចេញពីក្នុងឡានមកហ៎ចេញពីក្នុងនឹងបានឬមិនបានមើលទេខ្ញុំមិនមែនជាមនុស្សដែលមានការអត់ធ្មត់យូរអង្វែងទេខណៈនោះម្ចាស់រថយន្តក៏បានចេញពីក្នុងរថយន្តមក ខ្ញុំចេញមុខមកហើយសុយកាត់ព្រឹកដំងគួរណាមកប៉ះគេអញ្ចឹងសោះទើបតែទិញជីបានមួយអាទិត្យសោះមកប៉ះគេតលតបាន និយាយអញ្ចឹងចង់បានន័យថាយ៉ាងម៉េចទេសូចដោយសារខ្ញុំមែនទេបន្តោះខ្ញុំព្រោះតែខ្ញុំចង់ឆ្លងផ្លូវហ៎តែខ្លួនឯងជិះមកពីក្រោយមិនចេះមើលផងនឹងភ្នែកទាំងគូជោគទៅណាទៅទុកកន្លែងណាអស់ហើយហេតុអីក៏មិនមើលមនុស្សដែលនៅខាងមុខ ភ្នែកខ្ញុំមានតម្លៃណាស់សម្រាប់មើលទៅអ្វីដែលមានតម្លៃត្រឹមម៉ូតូអញ្ចឹងខ្ជិលមើលណាស់ បើខ្ជិលមើលអញ្ចឹងបើគ្រីប៉ៃទៅប៉ះគេបដាល់ឲ្យគេគ្រោះថ្នាក់ដល់ជីវិតនោះតែគួរដោះស្រាយដោយរបៀបណាទៅចង់យកលុយទៅដោះស្រាយក្នុងរឿងហ្នឹងមិនមែននិយាយចេញមកដែរគិតខ្លាចដែរទេនេះណាជីវិតមនុស្សមានតម្លៃណាស់មិនថាយើងឬក៏អ្នកដទៃមានតម្លៃរៀងៗខ្លួនកុំហាមាត់ឡើងខ្ជាក់សម្ដីដែលមិនបានប្រើការខួរក្បាលនោះមកជាមួយអីមានឡានជិះតែមនុស្សនេះបែរជាឲ្យឡានបជាខ្លួនឯងទៅវិញមិនចេះបជាឡានសោះបានអញ្ចឹងដដែលមិនចាប់បាច់មានឡានជិះទេវានាំតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ មកសុយកាត់ព្រឹកហើយនៅប្រទេសសម្ដីអញ្ចឹងទៀតខ្ញុំមិនមែនជាកូនរបស់នាងទេកុំមកបដៅខ្ញុំអីខ្ញុំមានខួរក្បាលតើមិនមែនអត់ឯណា បើមានមែនចេះយកមកប្រើការបានហើយមិនមែនខ្ជាក់សម្ដីបែបធូររលុងបែបហ្នឹងទេហ៎កុំឲ្យខ្ញុំជួបម្ដងទៀតឲ្យសោះណាខ្ញុំនឹងអាចយកសម្រាប់ញាត់មាត់ឯងហើយប្រើភាសាអកតេអញ្ចឹងណាខ្ញុំអត់ទុកទេនិយាយចប់ហើយនាងក៏បានជិះម៉ូតូចាក់ចេញទៅ សុយចំតួហ្មងមកប៉ះមនុស្សស្រីបែបនេះសុំឲ្យនៅព្រៅ10ជាតិទៅចុះ ពលិបបានមកដល់ផ្ទះពូសូតដើម្បីសួរសុខទុក្ខម្ដាយរបស់ពូសូតដែលគាត់ទាំងពីរជាខ្លាយនឹងគ្នាតាំងតែពីកំឡោះមកម្លេះ មីងបានធូរខ្លះទេដៃជើងកម្រើករួចឬក៏អត់មីងខ្ញុំទៅទិញអីវ៉ាន់គេហើយក៏ឈៀងចូលមកលេងមកផ្លេតទៅមិនសូវជាទំនេរទេមីងបានជាខ្ញុំមិនដែលមកអើតនោះ ខ្ញុំបានធូរច្រើនហើយតែខ្ជិលដើរខ្ជិលចេញទៅក្រៅ បាទខ្ញុំយល់តើមីងហើយចុះចៅស្រីមីងវិញក៏មុំស្ដោកហើយមែនទេពេលនេះ ក៏មុំស្ដោកហើយសម្រស់វិញណាក៏ពិសេសដែរស្រស់ប្រឹមប្រៃណាស់ ឮដូច្នេះខ្ញុំហាក់បីដូចជាចង់ស្ពានមេត្រីជាមួយគ្រួសារមីងដល់ហើយកូនប្រុសខ្ញុំវានៅកំឡោះខ្ញុំចង់ឲ្យវាមានសង្សារហើយនឹងរៀបការយកតែម្ដងរៀបការចងស្ពានមេត្រីស្អីកូនស្រីខ្ញុំប្រហែលជាឆ្លើយថាទេហើយបើតាមខ្ញុំគិត កុំតន់អាលសន្និដ្ឋានអីចាំសួរចិត្តចៅសិនទៅហើយក្មួយឯងណាចាំនាំកូនប្រុសមកស្ដីតដឹងមកយល់ទេកុំឲ្យខាតពេលយូរអី បាទមីងខ្ញុំនឹងនាំកូនប្រុសចូលមករកផ្ញើខ្លួនផ្ញើប្រានកូននៅនឹងតែម្ដង ហើយឆាប់មកខ្ញុំចាស់ហើយណាអូបលាយទៀតអាចនឹងជាពេលដែលមកចូលបនសពជំនួសរោងការទៅវិញទេ ម៉ែក៏មានប្រសាសន៍ដូចនេះអីខ្ញុំមិនចង់ឲ្យម៉ែនិយាយស្ដីពីរឿងមិនល្អទេបើកូនខ្ញុំឆ្លើយថាព្រមខ្ញុំក៏មិនថាអីដែរជួយបញ្ចុះបញ្ចូលកូនផងទៅណាយើងនឹងបានភ្ជាប់សាច់ឈាមជាមួយគ្នាចាំខ្ញុំបញ្ចុះបញ្ចូលកូនខ្ញុំកុំបារម្ភអី នាពេលជប់ឡើងឪពុកក៏បាននិយាយជាមួយកូនស្រី កូនរៀបការទៅដើម្បីបំពេញបំណងយាយកូនគាត់ចាស់ហើយធ្វើឲ្យគាត់សប្បាយចិត្តបន្តិចខ្លះទៅណាការដែលធ្វើឲ្យមនុស្សចាស់សើចច្រើនបានបន់ណាកូនពុកចង់ឲ្យកូនបានបំពេញក្តីសុខឲ្យយាយកូន ចាពុកខ្ញុំយល់ព្រមដោយមិនមានលក្ខខណ្ឌនោះទេ បានបន់ណាកូនដែលចេះចង់ធ្វើឲ្យមនុស្សចាស់មានសេចក្តីសុខ ដើម្បីស្នាមញញឹមរបស់ជ័យខ្ញុំនឹងធ្វើ អរគុណណាស់ណាកូនស្រី ចាពុកនាថ្ងៃបន្ទាប់ពូលឹបក៏បាននាំកូនប្រុសចូលមកស្ដីដណ្ដឹងកូនពូសូតដោយអ្នកទាំងពីរបានភ្ជាប់ពាក្យភ្ជាប់និស្ស័យគ្នាតាំងតែពីពេលនោះតែម្ដងលុះបានមួយខែកន្លងផុតទៅទំនាក់ទំនងអ្នកទាំងពីរក៏កាន់តែជិតស្និទ្ធគ្នាហើយថ្ងៃនេះដូលីក៏បានមកសួរសុខទុក្ខយាយរបស់គូដណ្ដឹង លោកយាយមួយរយៈនេះបានគ្រាន់បើជាងមុនដែរទេ យាយបានក្រាន់ជាងពីមុនឆ្ងាយណាស់អរគុណចៅដែលបានបំពេញបំណងយាយមុននឹងយាយចូលរណ្ដៅ កុំមានប្រសាសន៍បែបហ្នឹងយាយខ្ញុំនឹងគួរតដឹងក៏រីករាយដែលធ្វើឲ្យមនុស្សចាស់មានសេចក្តីសុខដែរ
ហើយពួកខ្ញុំក៏បានរកគ្នាឃើញដោយខ្លាយជាគូនឹងគ្នាទៀតអរគុណលោកយាយណាស់ដែលបានផ្ដល់ឱកាសនេះឲ្យខ្ញុំហើយវាក៏ជាបុណ្យរបស់ពួកខ្ញុំដូចគ្នាដែរដែលដឹងឮថាលោកយាយសប្បាយចិត្ត ចៅឯងទៅជួយគូតដឹងធ្វើម្ហូបទៅព្រោះអីគូតដឹងចៅឯងណាអត់ចេះធ្វើម្ហូបទេដែលនិយាយថាចង់បញ្ចេញស្នាដៃធ្វើម្ហូបឲ្យចៅឯងហូបនោះនិយាយអួតទេតែគ្មានចេះស្អីសូម្បីតែមួយបៀក បានខ្ញុំនឹងទៅជួយខំតែសង្ឃឹមតែចេះធ្វើម្ហូបតែចុងក្រោយអត់ដដែល ដូលីក៏មករកគូដណ្ដឹងដល់កន្លែងធ្វើម្ហូបតែគេប្រទះនឹងរឿងហួសចិត្តមួយដែលគូដណ្ដឹងជៀនពងទាទាំងមូលទាំងសម្បរ ចំសំបីតពងក៏អត់ចេះជៀនការរួចបាយទឹកត្រីញិចម្ទេសឲ្យមើលទៅ បិទមាត់ភ្លាមទៅនេះជារូបមន្តប្រចាំតកូលរបស់ខ្ញុំទេបើមិនដឹងកុំចេះតែដៀលណាខ្ញុំមិនបានជៀនពងទាទេខ្ញុំកំពុងតែពិសោធន៍ថាពងនេះសុទ្ធឬមួយក៏អត់បើវាផ្ទុះណាគឺសុទ្ធតែបើមិនផ្ទុះទេពងនេះគេធ្វើមកពីគីមីទេមិនមែនពងចេញពីម៉ែវាទេណា បងអស់ថ្លែងជាមួយអូនឯងហើយផ្ទុះត្រូវមុខខូចសម្រស់អស់ឥឡូវហើយថយចាញ់មើលទុកឲ្យបងជាអ្នកធ្វើវិញបងធ្វើម្ហូបអូនឯងទៅជជែកលេងជាមួយលោកយាយទៅនៅនាំទៅទើសដៃទៅជើងទេបានគូតដឹងមកទាំងដុលបាយមិនចេះដាំពងមិនចេះជៀនចេះតែចាយលុយ ហើយចាំមិនទេវាជាជំនាញខ្ញុំចេះរកខ្ញុំក៏ចេះចាយអញ្ចឹងហើយតាមប៉ាត់ទៅណាខ្ញុំចេះធ្វើម្ហូបដែរទេតែហូបកើតឬក៏មិនកើតវាជារឿងដែលខ្ញុំមិនដែលដឹងព្រោះធ្វើឲ្យមិនដែលហូបទេទុកប្អូនចោលហើយពុកក៏មិនដែលប៉ះគាត់ថាទុកដាក់តាំងមើលទៅ ប្រហូបមិនកើតទើបគាត់មិនហូបអត់ដឹងស្អីសោះវាជាសញ្ញាបញ្ជាក់មកអញ្ចឹងដឹងខ្លួនផងទៅ គង់តែដឹងគ្នាទេពេលរៀបការរួចនោះដៀលអត់ឈប់សោះហ្មងហើយស្របពេលជាមួយគ្នានោះពងក្នុងឆ្នាំងផ្ទុះខ្ទាតមកត្រូវដូលីចំពីក្រោយខ្នងតែម្ដងរបស់សុទ្ធធម្មជាតិឃើញផលពិតប៉ាត់ ឃើញផលមែនតានាំបងទៅពេទ្យក្តៅណាស់អាចដល់ស្លាប់ផងក៏មិនដឹងដែរ តបើបងឯងចេតរយណាខ្ញុំនឹងមានប្តីថ្មីហើយទៅពេទ្យឲ្យលឿនឡើងទៅ ចេះតែនិយាយមករួច សក្ថានាំគូដណ្ដឹងចេញពីផ្ទះខណៈដែលយាយធីក៏បានត្រឹមតែហួសចិត្តហើយចៅស្រីខ្ញុំមួយវិកត្តនាទៅតាវាកានៅកំឡោះគ្មានចេះធ្វើម្ហូបស្អីទេសូម្បីតែជៀនពងណានេះសង្ស័យតាវាចាប់ជៀនតើហ្នឹងបន្ទាប់ពីធ្វើគូដណ្ដឹងគ្នាបានមួយឆ្នាំអ្នកទាំងពីរក៏បានរៀបការជាមួយគ្នាដោយរស់នៅប្រកបដោយសុភមង្គលរឿងប្តីតែមួយប៉ុណ្ណឹងទៅហើយបន្ទាប់ពីរៀបការរួចបានជាច្រើនខែរស់នៅបែកផ្ទះផ្សេងពីឪពុកម្ដាយអ្នកជាប្តីមិនឲ្យប្រពន្ធចេញទៅធ្វើការនៅខាងក្រៅឡើយនាពេលរសៀលមានអ្នកលក់នំចំណីនៅមុខផ្ទះលីឆេតក៏បានហៅឲ្យឈប់បងឈប់សិនលោកអីខ្លះទៅនឹងទំនងម្លេះ មានច្រើនណាស់មានទាំងទឹកសណ្ដែកនំកងនំក្រូចចង់ហូបមួយណាប្រាប់មកអូន ខ្ញុំយកទឹកសណ្ដែក2ថង់និងនំកង3ម៉ានណាបង ចាំបងច្រកឲ្យណាអូនឯងនៅលីវតើអី ខ្ញុំមានប្តីហើយ តែអូនឯងមើលទៅនៅក្មេងណាស់មិនគួរណាមានប្តីលឿនដល់ថ្នាក់នេះទេ ធ្វើមិនទេបើខ្ញុំដល់គូទៅហើយនោះ មែនតើឲ្យទៅដល់គូគេត្រូវការឲ្យមិនចាំបាច់យូរទៀតទេ ទាំងអស់នេះអស់ប្រមាណដែរទេ ទាំងអស់នឹង 5000 អូន ចាំបន្តិចណាអញ្ចឹងស្របពេលដែលនាងបានដកលុយឲ្យអ្នកលក់ប្តីរបស់នាងបានមកដល់ផ្ទះដោយចុះពីលើរថយន្តហើយក៏បានបន្លឺឡើងយ៉ាងខ្លាំង អូនចាប់ដៃគ្នាធ្វើអីទឹមរៀបការរួចតែអូនឯងចង់ចាប់ដៃជាមួយប្រុសផ្សេងអញ្ចឹងហ៎ដូចជាមិនទុកមុខឲ្យបងសោះអូនណាយើងរៀបការមកច្រើនខែហើយណាអត់មានធ្វើអីអញ្ចឹងទេក្នុងនាមជាប្រពន្ធត្រូវតែស្មោះត្រង់ជាមួយប្តីទោះបីជាប្តីមកនៅក្បែរក៏ដោយត្រូវតែស្មោះត្រង់មួយនឹងមួយ ហើយបងចិត្តត្រជាក់ណាមកដោះស្រាយក្តាញ់អញ្ចឹងពេកធ្វើឲ្យខ្ញុំនឹងអ្នកលក់ភ័យអស់ហើយបងឯងសួរហេតុផលបន្តិចខ្លះផងបានទេកុំស្រែកយកអញ្ចឹង ឯងកុំមកចាប់ដៃប្រពន្ធខ្ញុំទៅលក់កន្លែងផ្សេងទៅលក់នៅនឹងមិនដាច់ទេខ្ញុំគ្រាន់តែលក់តាមផ្ទះធម្មតាដូចរាល់ថ្ងៃតើប្រច័ណ្ឌដល់ហើយខ្ញុំទៅលក់កន្លែងផ្សេងអញ្ចឹងមិនយល់ហ្មងប្រច័ណ្ឌដល់ម្លឹងពេក ថាចប់ហើយអ្នកលក់ក៏បានចាកចេញទៅគេជាអ្នកលក់គេលក់គ្រប់កន្លែងតែបងឯងមកដល់ភ្លាមបាយជាប្រច័ណ្ឌខុសតំណងហើយខ្ញុំមិនដឹងថាបងឯងនេះតាំងតែពីកណ្ដាលមកអញ្ចឹងឬក៏ទៅតែអញ្ចឹងទេ
បងតែអញ្ចឹងតាំងពីនៅក្នុងពោះម៉ែបងម្លេះបងប្រច័ណ្ឌតែអញ្ចឹងអូនឯងដឹងលឺហើយគួរតែយល់ផងទៅដឹងដែរទេ វាដូចជាហួសហេតុពេកហើយខ្ញុំចូលផ្ទះហើយប្រច័ណ្ឌពេកណាថ្ងៃណាមួយចេះរយជាមួយការប្រច័ណ្ឌនេះហើយថាចប់ហើយនាងក៏បានចូលទៅក្នុងផ្ទះតែម្ដង ហំហ៊ុនណាស់ដល់ថ្នាក់ដាក់ទំនាយប្តី នាងពេលរាត្រីបានឈានចូលមកដល់លីឆេតរៀបចំកន្លែងដេកប្តីរបស់នាងក៏បានមកក្បែរហើយបានសួរថា ថ្ងៃនេះតាណាខ្លះ ខ្ញុំមិនទៅណាទេនៅតែផ្ទះហ្នឹងហើយចុះបងឯងប្រងឲ្យខ្ញុំទៅណាវិញបើថ្ងៃក្តៅសឹងអីទៅហើយហ្នឹង កុហកបងច្បាស់ណាស់អូនឯងមិននៅផ្ទះពេញមួយថ្ងៃទេតើតាណា ខ្ញុំមិនបានទៅណាប៉ាត់មែនណាបងឯងចេះស្ដាប់ឬអត់ហ្នឹង បងមិនជឿជាដាច់ខាតព្រោះថ្ងៃមិញនេះបងសម័យឃើញថាអូនឯងបានចេញទៅក្រៅមិនមែននៅក្នុងផ្ទះពេញមួយថ្ងៃនោះទេ ព្រះម្ចាស់ថ្លៃអើយណែបងឯងកំប៉ិនពេកដល់ថ្នាក់ទៅសម័យអញ្ចឹងនោះតិចបានចូលពេទ្យទៅឲ្យតែប៉ិនឆ្នៃអញ្ចឹងនោះ បើបងសម័យអញ្ចឹងមែនចង់ឲ្យបងនិយាយយ៉ាងម៉េចចុះបើមនុស្សបារម្ភខ្លាចប្រពន្ធបែកឆ្វេង ខ្ញុំមិនបានបែកឆ្វេងព្រោះតែអ្វីផ្សេងទេតែបែកឆ្វេងព្រោះបងឯងនេះដែលបកកាយរោរឿងប្រច័ណ្ឌមិនលើកលែងសំបីតការសម័យរបស់ខ្លួនឯងដែលប្រឌិតឡើងនៅក្នុងខួរក្បាលនេះ បានបងនឹងដកការសម័យរបស់បងចេញពីក្នុងខួរក្បាលរបស់បងដល់ពេលដេកហើយ ដឹងហើយខ្ញុំកំពុងតែរៀបដេក តោះដេក ប្តីប្រពន្ធអ្នកទាំងពីរក៏បានតម្រិតខ្លួនដេកទៅផាននឿនភ្ញាក់ពីដំណេករៀបចំខ្លួនទៅធ្វើការចេញពីផ្ទះបានប៉ុន្មានម៉ែត្រគេក៏ឃើញមានម៉ូតូមួយគ្រឿងបើកសំដៅទៅផ្ទះរបស់គេបណ្ដាលឲ្យគេបកក្រោយមកវិញយ៉ាងលឿន មករកស្អីនៅហ្នឹងដោះមួកចេញទៅដើម្បីឲ្យខ្ញុំបានពិនិត្យមើលមុខរបស់ឯងឲ្យកាន់តែច្បាស់ចង់មកលេបខៃជាមួយប្រពន្ធរបស់ខ្ញុំមែនទេ រំពេចនោះអ្នកដែលជិះម៉ូតូបានដោះមួកសុវត្ថិភាពចេញភ្លាមៗ វាអាម៉េចលេបខៃប្រពន្ធឯងស្អីយើងជាបងរបស់ប្រពន្ធឯងណាប្រច័ណ្ឌងប់ណាស់អូបងថ្លៃសោះជិះម៉ូតូពាក់មួកចិត្តអញ្ចឹងអ្នកណាទៅចំណាំបាននោះហើយមករកប្រពន្ធខ្ញុំមានការអីដែរខ្ញុំមកលេងប្អូនខ្ញុំឯងដល់ពេលត្រូវទៅធ្វើការហើយឆាប់ទៅកុំឲ្យលឺម៉ោងបាទខ្ញុំទៅហើយអញ្ចឹងតែកុំនាំប្រពន្ធខ្ញុំក្បត់ខ្ញុំឲ្យសោះណា ថាចប់ផានឿនបានចាក់ចេញទៅយ៉ាងរហ័ស ប្រច័ណ្ឌជាងខ្យងនឹងសបកវាទៀតវ៉ៃ ក្រែមបានចូលទៅក្នុងផ្ទះរបស់ប្អូនស្រីរបស់គេ មីអូនណាភ្ញាក់នៅ ខ្ញុំភ្ញាក់ហើយណាបងណែមកទាំងព្រឹកត្រូវការអីទៅខ្ចីលុយឬក៏មករកបាយព្រឹកនឹង កុំចេះតែអញ្ចឹងមើលបងមកលេងធម្មតាទេតែក៏ជាការពិតដែរឯងត្រូវទទួលបងឯងដោយបាយព្រឹកផងព្រោះបងខំមកតាំងពីព្រលឹម ចាំខ្ញុំរៀបចំអើយមកមិនដែលមានពាក្យថាខាតយ៉ាងម៉េចទេ បើមកខានបងមកធ្វើអី ចាលោកបងប្រុសនាពេលថ្ងៃត្រង់ផានឿនបាយទឹកជុំក្រុមគ្រួសារខណៈដែលអ្នកនៅក្រោមក៏បានបន្លឺឡើង លោកប្រធានថ្ងៃនេះមិនទៅពិសាបាយផ្ទះជាមួយប្រពន្ធទេអីបានជាមហូបបាយជុំជាមួយពួកខ្ញុំអញ្ចឹងនោះប្រពន្ធខ្ញុំរវល់មិនបានរៀបចំបាយសម្រាប់ខ្ញុំទេថ្ងៃនេះប្រពន្ធលោកប្រធានសំណាងមែនតែនដែលបានលោកប្រធានធ្វើជាប្តីមិនមែនប្រពន្ធខ្ញុំសំណាងទេតែដូចជាកម្មជាមួយខ្ញុំព្រោះខ្ញុំប្រច័ណ្ឌច្រើនជាមួយនឹងប្រពន្ធខ្ញុំប្រពន្ធលោកប្រធានស្អាតហើយមើលទៅបានជាលោកប្រធានប្រច័ណ្ឌជាមួយគាត់យ៉ាងនេះប្រពន្ធខ្ញុំស្អាតវាជាមូលហេតុដែលខ្ញុំតែងតែប្រច័ណ្ឌមិនមែនថាមិនទុកចិត្តទេតែអ្នកផ្សេងធ្វើឲ្យខ្ញុំមិនទុកចិត្តលើពួកគេតែចំពោះប្រពន្ធខ្ញុំគឺខ្ញុំទុកចិត្តណាស់ហូបបាយបន្តទៅព្រោះបន្តិចទៀតដល់ម៉ោងចូលធ្វើការវិញហើយបាទ អ្នកគ្រប់គ្នាបន្តបរិភោគបាយរបស់ពួកគេរៀងខ្លួនលីឆេតទិញអីវ៉ាន់នៅក្នុងម៉ាតហើយក៏បានជួបនឹងអ្នកដែលបានស្គាល់អេលីសាចៃដន្យម្លេះថ្ងៃនេះបានជួបអញនៅនឹងនេះផ្ទះខ្ញុំនៅចិត្តហ្នឹងខ្ញុំឃ្លានបានចាំមកទិញអីយកទៅហូបតែម្ដងទៅបានផ្ទះនៅចិត្តអញ្ចឹងស្រុំម្យ៉ាងដែរតែណែជីវិតពេលនេះតែយ៉ាងម៉េចដែរទេវាមិនសូវរលូនទេមានបញ្ហាស្មុគស្មាញត្រូវឲ្យយើងដោះស្រាយតែមួយរយៈនេះណាខ្ញុំមិនសូវជាបានចេញតាណាឡើយចេះតែចង់នៅក្នុងផ្ទះព្រោះវាជាកន្លែងដែលខ្ញុំអាចលាក់ខ្លួនពីមនុស្សគ្រប់គ្នាបានហើយក៏មិនចង់ឲ្យនរណាមកឃើញទេធ្វើអញ្ចឹងវាក៏មិនសូវល្អដែរអញនៅតែផ្ទះមិនចេញទៅណាវាអាចធ្វើឲ្យឯង stress កាន់តែខ្លាំងណាស់ហើយធ្វើមិនទេបើត្រឡប់ទៅហើយនោះទៅណាមកណាតែម្នាក់ឯងទៅហើយពេលនេះណាខ្ញុំមិនចង់ឲ្យអ្នកផ្សេងបានឃើញខ្ញុំក្នុងសភាពបែបនេះទេ
បើឯងមានបញ្ហាអីអាចតាក់ទងមកខ្ញុំបានខ្ញុំនឹងជួយផ្ដល់យោបល់ឲ្យឯងអរគុណហើយណាអញ្ចឹងខ្ញុំលាសិនហើយណាអ្នកទាំងពីរក៏បានបបែកគ្នាទៅផ្ទះរៀងខ្លួនលុះមកដល់ផ្ទះវិញផាននួននៅចាំនៅក្នុងផ្ទះរួចជាស្រេច អូនឯងទៅណាយូរយ៉ាងនេះម៉ោង5ហើយចេញដើរម្ដងដើរចាស់ដៃណាស់ ណែបងឯងមកដល់ពីធ្វើការអត់ប្រងងុតទឹកទេសុកចិត្តឈរចាំស្ដីបន្ទោសឲ្យប្រពន្ធហុយធុញថប់នឹងប្តីណា ធុញថប់នឹងប្តីទៀតដើរទៅក្រៅជួបជាមួយអ្នកណាខ្លះហើយសំណេះសំណាលគ្នាពីរឿងអីអស់ប្រមាណ100ពាក្យដែរអូនឯងរាយការណ៍មក បងកុំចឹងពេកតើម៉ាឲ្យរាយការណ៍សុំបីតាពាក្យដែលនិយាយចេញខ្ញុំចាំអត់អស់ទេ ព្រោះតែនិយាយច្រើនពេកទើបចាំមិនអស់មែនទេនិយាយជាមួយមនុស្សស្រីឬក៏មនុស្សប្រុស ខ្ញុំនិយាយជាមួយមនុស្សស្រីមិនបាននិយាយជាមួយមនុស្សប្រុសទេណែពេញចិត្តដែរទេហុយខ្ញុំទៅរៀបចំបាយទឹកហើយបងឯងក៏ល្មមទៅងូតទឹកដែរ បងទៅងូតទឹកក៏បានដែរតែអូនឯងត្រូវដឹងផងណាថាបងប្រកែសម័យសម័យណាស់ពេលអូនឯងចេញទៅក្រៅម្ដងនិយាយជាមួយអ្នកផ្សេងក្រៅពីបងនោះ និយាយហើយផានួនក៏បានប្រញាប់ចុះទៅងូតទឹកហុយប្តីតែមួយទេចេះសំណាងដែលគាត់មិនចេះបាញ់ភាក3 4តែម្នាក់ឯងនោះប្តីប្រពន្ធអ្នកទាំងពីរបានបរិភោគបាយជុំគ្នាផានួនស្រាប់តែនិយាយឡើងទាំងហួសចិត្តថា អូនឯងហូបត្រីអញ្ចឹងទៀតត្រីនឹងជាត្រីឈ្មោលណាអូនឯងអត់បានមើលបងនៅចំពោះមុខអូនទេអីស្ដែងពេកហើយតែដឹងដែលធ្វើដូច្នេះដាក់បងនោះត្រីនេះជាត្រីឈ្មោល បងឯងជ្រុលហួសហេតុអីយ៉ាងហ្នឹងគ្រាន់តែជាមហូបសោះបងឯងដឹងទេថាជាត្រីឈ្មោលឬក៏ត្រីញីនោះបើខ្ញុំមិនទៅដឹងស្អីផងហ្នឹងហុយហូបបាយឲ្យលឿនទៅហើយប្រញាប់ចូលដេកទៅកុំចេះតែប្រច័ណ្ឌខុសរឿងខុសទំនងពេកគ្មានដឹងស្អីសោះ អូនឯងធ្វើឲ្យបងកាន់តែយល់ច្បាស់ថាទោះបីជាអូនចង់ក្បត់ក៏មិនរអានឹងការក្បត់នៅចំពោះមុខបងដែរ ហួសហេតុរលែកដាក់គ្មានហើយប្តីខ្ញុំតែមួយទេតែនិយាយពីថាប៉ិនអើយសែនប៉ិនរឿងប្រច័ណ្ឌមួយលានរឿង បើដឹងថាបងប្រកែប្រច័ណ្ឌហើយត្រូវតែថ្នមចិត្តបងខ្លះផងទៅ ហូបបាយណែហូបបាយទៅនឹងបានចូលដេក ហូបបាយក៏បានដែរ ថ្ងៃបន្ទាប់ដែលត្រូវជាថ្ងៃសម្រាកផានួនបានជូនប្រពន្ធទៅស្រុកកំណើតរបស់ប្រពន្ធដើម្បីទៅលេងឪពុកម្ដាយម៉ែប៉ុកជំរាបសួរកូនស្រីម្ដាយមកអង្គុយលេងសិនទៅណាកូនមកកូនប្រសាចូលមក បាទម៉ែមកអង្គុយបាត់ហត់សិនមកកូនព្រោះកូនមកពីផ្លូវឆ្ងាយផងមកបានប្រហែលថ្ងៃដែរកូន ប្រហែលជា3ថ្ងៃទេណាប៉ុកប្តីខ្ញុំប្រញាប់ទៅធ្វើការវិញមកបានតែប៉ុណ្្នឹងថ្ងៃក៏ល្អដែរវាគ្រាន់បើជាងបងកូនឯងដែលមិនសូវមកអើតម៉ែឪសោះបងប្រុសទៅតែលេងខ្ញុំថ្ងៃមុនទេណាម៉ែ វាទៅលេងកូនឯងតែម៉ែឪមិនសូវបានមកអើតទេមិនដឹងជាយ៉ាងម៉េចទេកូនមួយនឹងគាត់ប្រហែលជារវល់ជាមួយការងាររបស់គាត់នឹងណាពងថ្ងៃណាទំនេរគាត់នឹងមកដោយខ្លួនឯងហើយប្រហែលជាអញ្ចឹងហើយមើលទៅតោះចូលទៅក្នុងទៅកូន ឪពុកម្ដាយក៏បាននាំកូនចូលទៅក្នុងផ្ទះលុះពេលរាត្រីឆ្កែព្រុសរងំព្រោះតែមានអ្នកមកស្រែកនៅផ្ទះពូលឹម ពូលឹមខ្ញុំមកយកស្រូវពូចាំពូយកឲ្យចាំមកផ្លេតទៅណា ខណៈនោះលីឆេតបានចេញពីក្នុងផ្ទះមកបងកែមមកយកស្រូវកាត់យកហ្មងណោះមិនចេះចាំព្រឹកសោះ អូលីឆាលតាយូមកលេងស្រុកម្ដងប្លែកសាហាវណាស់មើលសឹងតែមិនស្គាល់ប្តីគេមើលថែបានល្អដិតដល់ហើយបានជាស្បែកភ្លឺថ្លាក្មេងជាងអាយុដូច្នេះនោះ ចាបងគាត់មើលថែខ្ញុំបានដិតដល់ណាស់មិនឲ្យខ្វះគ្រឿងថែរក្សាសម្រស់របស់ប្រពន្ធទេ បានប្តីល្អដល់ហើយគេ ហើយចុះបងឯងវិញមានប្រពន្ធណា បងមិនទាន់មានទេតលតែអាយុ30ឆ្នាំអីណោះ នៅបានយូរដល់ហើយបើអាយុ30ឆ្នាំអីតឹបដឹករលឹករកប្រពន្ធ អាចជាមិនទាន់ដល់គូទៅបងបាននៅយូរម្លឹង តែរំពេចនោះផានួនបានលើកស្រូវមួយល្អីយកមកឲ្យនាយកែម យកស្រូវឲ្យប្រញាប់ទៅផ្ទះផងកុំនៅលេបខាយប្រពន្ធខ្ញុំពេកខ្ញុំមិនសប្បាយចិត្តទេដែលមកទីនេះនិយាយលេបខាយមកលើប្រពន្ធខ្ញុំនោះលេបខាយស្អីគេយើងសំណេះសំណាលគ្នាធម្មតាតាព្រោះខានជួបយូរកុំប្រច័ណ្ឌជ្រុលពេកមើលលេបខាយប្រពន្ធគេហើយនៅសំដីលយទៀតស្រូវចាក់ឈុចឥឡូវហ្នឹង បងឯងកុំ
និយាយអញ្ចឹងប្តីខ្ញុំអញ្ចឹងតាំងតែពីដើមមកទេណា បងដឹងហើយបាទដូច្នេះបងលាសិនហើយណាជួបគ្នាថ្ងៃក្រោយទៀត ចាប់បងថាចប់ហើយកែមក៏បានចាក់ចេញទៅជាមួយនឹងស្រូវមួយល្អី កុំចូលចិត្តសម្ដីផ្អែមដាក់គេពេកនៅចំពោះមុខបងចេះយោគយល់ផងបងអត់និយាយលេងទេណាបងមិនចង់ប្រច័ណ្ឌច្រើនទេតែទប់ចិត្តវាមិនជាប់ បែបហ្នឹងរហូតចប់ផ្ទះហើយប្តីប្រពន្ធអ្នកទាំងពីរក៏បានចូលទៅក្នុងផ្ទះវិញនាពេលព្រឹកឡើងលីឆេតបោះសម្អាតនៅមុខផ្ទះខណៈដែលម្ដាយកំពុងតែអុំអង្គរនៅនឹងចាំមិនដែរម៉ែភូមិយើងសុខសប្បាយណាស់មិនកើតអីទេណាកូនម៉ែពុកក៏មិនខ្វះអីហូបទេហើយចុះកូនឯងនឹងប្តីវិញនោះប្តីខ្ញុំប្រច័ណ្ឌច្រើនណាស់តែគេមិនអាចធ្វើបាបខ្ញុំទេតែរឿងប្រច័ណ្ឌនេះដកចេញអត់បានពីក្នុងខ្លួនគាត់ទេដល់អញ្ចឹងទៅខ្ញុំហត់នឹងប្រកែកជាមួយគាត់ដូចគ្នាប្តីមីអូនឯងអញ្ចឹងហើយបដ ாய் ទៅណាកូនធ្វើមិនទេបើមនុស្សគ្នាអញ្ចឹងនោះចាំម៉ែខ្ញុំចូលពីគាត់ថាគាត់អញ្ចឹងព្រោះតែស្រឡាញ់ខ្ញុំស្របពេលជាមួយគ្នានោះអ្នកចិត្តខាងបានមកអើតព្រមទាំងសួរនាំ អូជាលីឆិលសោះហើយមកតាំងពីថ្មើរណា ខ្ញុំមកតាំងតែពីម្សិលមិញម្លេះបងឯងមើលមកខ្ញុំលេងចំណាំហើយមែន ខ្ញុំមើលមិនស្គាល់មែនតើព្រោះមើលទៅស្អាតប្លែកមកជាមួយប្តីមែន ខ្ញុំមកជាមួយប្តីខ្ញុំ គេសំណាងឲ្យអញ្ចឹងបានប្តីមួយដែលល្អហើយយល់ចិត្ត ប្តីតែមួយប៉ុណ្ណឹងហើយតម្រាំតែបាញ់ភាកទៀតខ្ញុំលេងសោះសំបីតែប្រឡឹងនឹងវិញ្ញាណមិនខានទេ មិនបាននិយាយអញ្ចឹងប្តីលីឆិលល្អអន្តើ ល្អគឺល្អហើយតែប្រចាំច្រើនពេកណាពិបាកយល់ណាស់រំពេចនោះផានួនក៏បានដើរចេញមកឈរក្រោយខ្នងនាងភ្លាម បាក់មិនបងជាប្តីបងធ្វើការរកស៊ីព្រោះខ្លាចប្រពន្ធបងហត់មិនចង់ឲ្យប្រពន្ធធ្វើការទេបងមិនប្រច័ណ្ឌខ្លាំងពេកទេល្មមតែប៉ុណ្ណោះឯងអូនឯងតែងតែថាបងប្រច័ណ្ឌខ្លាំងតែធៀបពិតបងអត់ផងហ្នឹងបងប្រច័ណ្ឌតាមការគួរតើបងតែងតែយកវាទៅថ្លឹងថ្លែងជានិច្ចជាមួយនឹងភាពប្រច័ណ្ឌរបស់បងព្រោះបងដឹងច្បាស់ថាបងត្រូវការអីគឺបងត្រូវការប្រពន្ធបងរស់នៅប្រកបដោយសុខដុមរមនា ៗនិយាយញាប់ស្អេកហើយបងឯងប្រចាំគ្រប់តែរឿងហ្នឹងហើយខ្លាំងទៀតតែប្រកែកថាមិនប្រចាំខ្លាំងទេខ្ញុំជាប្រពន្ធណាខ្ញុំយល់ច្បាស់ណាស់ពេលជួបប្រទះជាមួយរឿងបែបនេះម្ដងនោះបងឯងប្រចាំអត់ដឹងខ្លួនទេតែខ្ញុំនេះដែលដឹងហើយសឹងតែស្ទះខួរក្បាលទៅហើយពេលដែលបងឯងសម្ដីអាការៈប្រចាំចេញមកម្ដងនោះណាគឺខ្លាំងជាងទឹកពុះលើភ្លើងទៅទៀត ហាដល់ថ្នាក់នឹងពិតមែនហីបងប្រច័ណ្ឌខ្លាំងមែនទេណោះ ចាប្រចាំខ្លាំងមែនតែម្ដងហើយបើនៅតែអញ្ចឹងទៀតណាខ្ញុំនឹងទិញខ្នើយដេញវាយតទៅបងឯងស្លាប់តែម្ដងហើយបើពេលបើកមាត់ប្រចាំនិយាយស្ដីម៉ាំងមកលើខ្ញុំនោះកូនប្រចាំខ្លាំងពេកនាំទុកដាក់ខ្លួនឯងទេអញ្ចឹងហើយណាកំប្រឹងពេកអីរឿងប្រចាំនោះប្រឹងតែរឿងរកស៊ីទៅវាចំណេញជាងណាកូនប្រសា បាទម៉ែអូនបងកាត់បន្ថយពីខ្លាំងមកតិចវិញបានអត់វាមិនអត់ទេរឿងប្រច័ណ្ឌនោះគឺតែងតែមានហើយតែបងនឹងហាម5ថាមិនឲ្យវាជ្រុលពេកទេ បានតែមិនជ្រុលពេកចាប់សម្ដីខ្លួនឯងផងទៅ បាទអូនតោះយើងចូលទៅក្នុងវិញ ចាប្តីប្រពន្ធអ្នកទាំងពីរចូលទៅក្នុងផ្ទះវិញយ៉ាងរហ័សតែម្ដងហើយនិយាយត្រូវគ្នាភ្លាមបបួលគ្នាចូលក្នុងផ្ទះផ្លុកហើយ ជីវិតប្តីប្រពន្ធតែប៉ុណ្ណឹងឯងមិញអើយ ហើយប្តីប្រពន្ធអីនេះពិបាកយល់ណាស់ការប្រច័ណ្ឌខ្លាំងប្រច័ណ្ឌហួសហេតុមានតែធ្វើឲ្យរង្គោះរង្គើសុភមង្គលគ្រួសារទេដូច្នេះកាត់បន្ថយវាបន្តិចម្ដងយូរទៅគង់តែផ្ដាច់បានពេលខ្លាំងចុះមកតិចបានហើយ